សម្រាប់ការបញ្ចូលសំឡេងទៅលើ content ឬក៏ video របស់យើងដែលបានថតហើយណាអញ្ចឹងវាមានច្រើនមានទាំង CapCut មានទាំង InShot អញ្ចឹងខ្ញុំមានកម្មវិធីថ្មីមួយចែកជូនបងប្អូនបាទជាដំបូងសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីគន្លឹះក្នុងការបញ្ចូលសំឡេងទៅលើវីដេអូរបស់យើងតាមរយៈកម្មវិធី Win ចឹងកម្មវិធី Win នេះគឺវាមាន tool ច្រើនសម្រាប់ឲ្យយើងធ្វើការប្រើប្រាស់វាមានទាំង tool បញ្ចូលសំឡេងបិទសំឡេងឬក៏ការកាត់សំឡេងរំខានតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងចូលទាំងអស់គ្នាជាដំបូងយើងចូលជាមួយនឹង Win ហើយយើងចុចពាក្យថា New បន្ទាប់មកយើងគ្រាន់តែធ្វើការជ្រើសរើសនៅវីដេអូមួយដើម្បីយកមកបញ្ចូលសំឡេងបាទបន្ទាប់មកទៀតយើងគ្រាន់តែគ្រីសយកមកបាទអញ្ចឹងវានឹងបង្ហាញទម្រង់បែបនេះហើយត្រង់ចំណុចនេះដែរវាមាន tool ជាច្រើនដែលខ្ញុំនឹងបង្ហាញបងប្អូនបន្ទាប់មកណាបាទអញ្ចឹងបងប្អូនសាកមើលទៅនេះគឺជាវីដេអូដែលយើងបានធ្វើការថតទុកសម្រាប់ការបញ្ចូលសំឡេងបន្ទាប់មកបងប្អូនគ្រាន់តែធ្វើការចុចពាក្យ edit ហើយត្រង់ចំណុចហ្នឹងបងប្អូនមើល tool នៅខាងក្រោមណាបាទអញ្ចឹងយើងអូសមកហើយយើងយក tool ខាងក្រោមយកពាក្យថា Audio បាទហើយត្រង់ចំណុច Audio ដែរនេះគឺវាមាន4ចំណុចដែលអាចឲ្យយើងធ្វើការជ្រើសរើសហើយចំណុចដែលទី1នោះគឺតកតងជាមួយនឹងការបញ្ចូលសំឡេងរបស់យើង record ណាបាទកន្លែងហ្នឹងគឺកន្លែង record សំឡេងរបស់យើងផ្ទាល់តែម្ដងទៅលើវីដេអូបាទហើយត្រង់ចំណុចមួយទៀតគឺតកតងជាមួយនឹង music list ត្រង់ music list ហ្នឹងមានន័យថាយើងអាចបន្ថែមនៅបទចម្រៀងទៅលើវីដេអូរបស់យើងហើយបន្ទាប់មកទៀតតកតង import អញ្ចឹង import ហ្នឹងយើងអាចធ្វើការ import សំឡេងដែលយើងបានធ្វើការ save ទុកនៅលើទូរស័ព្ទដៃរបស់យើងបញ្ចូលបានហើយមួយទៀតតកតងជាមួយនឹង SM ហ្នឹងបាទតកតងនឹងកន្លែងត្រង់ចំណុចហ្នឹងគឺយើងអាចធ្វើការបន្ថែមសំឡេងបន្ថែមទៀតបងប្អូនណាបាទនៅពេលដែលយើងចុចឲ្យកន្លែង record ហើយបងប្អូនអាចមើលត្រង់ចំណុចនេះដែលគេដាក់ថា Propster បាទត្រង់ចំណុច Propster នេះគឺនៅពេលដែលយើងចុចបើកវានឹងបង្ហាញផ្ទាំងបែបនេះហើយត្រង់ចំណុចហ្នឹងគឺបងប្អូនអាចធ្វើការវាយបាទវាយនឹង content ឬក៏វាយនឹងការសរសេរតកតងជាមួយនឹងវីដេអូឬក៏វីដេអូរបស់យើងដែលយើងនឹងធ្វើការបញ្ចូលសំឡេងណាអញ្ចឹងបងប្អូនអាចធ្វើការសរសេរនៅត្រង់ចំណុចហ្នឹងទៅគឺយើងអាចនិយាយទៅលើវីដេអូរបស់យើងបានហើយត្រង់ចំណុចហ្នឹងគឺអត់ពាក់ព័ន្ធជាមួយនឹងវីដេអូរបស់យើងទេអញ្ចឹងវានៅខាងក្រៅវីដេអូទេប៉ុន្តែយើងអាចមើលទៅតាមហ្នឹងហើយយើងបញ្ចូលសំឡេងតាមហ្នឹងបានដូចគ្នាបាទអូខេតោះអញ្ចឹងបងប្អូនអាចសាកល្បងកន្លែងត្រង់ចំណុចហ្នឹងបានណាអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់រួចរាល់ហើយបងប្អូនអាចធ្វើការចុចកន្លែងបញ្ចូលសំឡេងនេះមកអូខេនៅពេលដែលយើងធ្វើការចុចហើយវានឹងតម្រូវឲ្យយើងធ្វើការចុចពាក្យ allow ទៅតាមគោលការណ៍របស់វាអញ្ចឹងណាឬក៏លក្ខខណ្ឌរបស់វាអញ្ចឹងហើយបន្តមកទៀតគឺយើងអាចបញ្ចូលសំឡេងបានហើយត្រង់ចំណុចហ្នឹងនៅពេលដែលយើងធ្វើការបញ្ចូលសំឡេងតកតងជាមួយនឹងវីដេអូរបស់យើងឬក៏ content របស់យើងហ្នឹងគឺគ្រាន់តែយើងធ្វើការចុចត្រង់ចំណុចហ្នឹងមកហើយបងប្អូនអាចនិយាយរៀបរាប់ជាមួយនឹងសាច់រឿងវីដេអូរបស់យើងឬក៏ content របស់យើងអញ្ចឹងបន្ទាប់ពីយើងធ្វើការពេញចិត្តហើយយើងអាចធ្វើការស្គប់បានហើយបន្ទាប់មកទៀតយើងចុចគ្រីសមកអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការគ្រីសរួចរាល់ហើយបងប្អូនសាកយើងអូសមកត្រង់ចំណុចដើមណាហើយត្រង់ចំណុចនេះដែរក្នុងករណីថាយើងបញ្ចូលសំឡេងហើយត្រង់ចំណុចខាងដើមគឺវាអត់ឮសំឡេងអត់អីចឹងទៅយើងក៏អាចធ្វើការកាត់បានដែរចឹងបន្ទាប់មកបងប្អូន select ទៅលើកន្លែងសំឡេងយើងមកហើយយើងស្វែងរកពាក្យនៅខាងក្រោមណាពាក្យខាងក្រោមគេមានពាក្យថា cut ចឹងបងប្អូនចុចទៅលើ cut មកបាទចឹងយើងអាចកាត់បានណាហើយកន្លែងណាដែលបងប្អូនចង់លុបគ្រាន់តែយើងយកដៃចុចទៅលើត្រង់ចំណុចហ្នឹងមកហើយយើង scroll ទៅរក tool មួយបាទដែលមានពាក្យថា delete ចឹងយើងចុចទៅលើ delete មកនេះបាទអញ្ចឹងយើងអាចលុបបានហើយបន្តមកទៀតយើង select ទៅលើសំឡេងយើងមកហើយយើងអូសវាមកមុខបានបាទអូខេអញ្ចឹងងាយស្រួលទេបងប្អូនណាអត់ពិបាកទេអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់យកសំឡេងបែបហ្នឹងហើយត្រង់ចំណុចនេះបើសិនជាក្នុងករណីបងប្អូនចង់តម្លើងសំឡេងចង់អីចឹងណាឬក៏ចង់បិទសំឡេងដើមក៏យើងអាចធ្វើការបិទបានដែរត្រង់ចំណុចនេះយើងអាចធ្វើការតម្លើងសំឡេងបានហើយបន្តមកទៀតបើសិនជាក្នុងករណីថាយើងបញ្ចូលសំឡេងទៅវាមានសំឡេងរំខានច្រើនណាអញ្ចឹងយើងមានកន្លែងកាត់សំឡេងរំខានបានដូចគ្នាអញ្ចឹងបងប្អូនអាចមើល scroll ខាងក្រោមបាទកន្លែង tool ខាងក្រោមហ្នឹងយើងយកពាក្យ reuse បាទ
ចឹងយើងយកពាក្យ reuse មកដើម្បីយើងធ្វើការកាត់បន្ថយសំឡេងបាទ noise reduction បាទអូខេអញ្ចឹងត្រង់ចំណុចនេះយើងអាស្រ័យទៅលើវីដេអូរបស់យើងបើសិនជាមានសំឡេងរំខានត្រឹមធម្មតាទេបងប្អូនអាចយកពាក្យថា low មកអញ្ចឹងយើងអាចទាញណាទាញត្រង់ចំណុចហ្នឹងមកបាទយើងអាចអូសយក low បើសិនជាវារៀងខ្លាំងដែរយើងយក medium មកហើយបើសិនជាសំឡេងរំខានខ្លាំងមែនតើយើងយកពាក្យ high ហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការគ្រីសមកអញ្ចឹងការកាត់សំឡេងរំខានរបស់យើងគឺកាត់បានច្រើនតែម្ដងបងប្អូនណាបាទងាយស្រួលក្នុងការប្រើប្រាស់នៅក្នុងកម្មវិធី Wing ដើម្បីធ្វើការបញ្ចូលសំឡេងរបស់យើងណាអញ្ចឹងវាមានលក្ខខណ្ឌនិង tool ជាច្រើនដែលអាចយើងយកទៅប្រើប្រាស់បានអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការពេញចិត្តហើយយើងក៏អាចធ្វើការអូខេ export វីដេអូនឹងបានដែរអញ្ចឹងសម្រាប់វីដេអូក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការបញ្ចូលសំឡេងគឺមានត្រឹមតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា